បោព្រឹកប្រកាសរំសាយការប្រគំតន្ត្រី TBP Fan Party ភ្លាមក្រោយពេលយោធាថៃបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទការពីពេលថ្មីកន្លងទៅនេះតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពទេពបុព្រឹកបានធ្វើការជូនដំណឹងមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនអំពីការរំសាយការប្រគំតន្ត្រីដែលមានឈ្មោះថា TBP Fan Party ដែលក្រុមនឹងធ្វើឡើងនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025មូលហេតុនៅពីក្រោយការប្រកាសរំសាយការប្រគំតន្ត្រីភ្លាមបែបនេះក៏ដោយសារតែការប្រសិទ្ធថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025យោធាថៃបានធ្វើការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅនិងអមនុស្សធម៌មកលើប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានបង្កឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសសរុបចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់ជាមួយគ្នានេះតារាចម្រៀងទេពបុព្រឹករៀបរាប់ទាំងអួលដើមកថាខ្លួនមិនអាចរៀបចំកម្មវិធីច្រៀងសប្បាយបាននោះទេខណៈពេលដែលប្រទេសកំពុងជួបទុក្ខលំបាកពីការឈ្លានពានរបស់យោធាថៃបុព្រឹកបន្តថាកម្មវិធីប្រគំតន្ត្រីកម្មវិធីជួបជុំសប្បាយជាមួយអ្នកគាំទ្រគឺអាចធ្វើឡើងវិញនៅពេលណាក៏បានដែរដរាបណាប្រទេសជាតិមានសន្តិភាពតែបុព្រឹកក៏បានបញ្ជាក់ដែរថាចំពោះសម្បត្តិដែលសាធារណជនបានជាវសម្រាប់ចូលក្នុងការប្រគំតន្ត្រី TBP Fan Party និងបង្វិលទៅឲ្យវិញគ្រប់ចំនួនហើយក៏សង្ឃឹមផងដែរថាមហាជនអ្នកគាំទ្រនឹងមានការយោគយល់គោលបំណងរបស់ខ្លួនដែលស្ថិតនៅក្នុងកាលៈទេសៈមួយនេះរីកាពីនេះខ្ញុំស្វានី TV5 Online News